นักบองเตนาชามโชวีចៅទុកនេសាទកណ្ដាលអាធិតដងស្ទឹងលវ៉ាលដាល់ខ្ញុំទៅដល់បងស្រឡាញ់តែអូបាទសូមជំរាបសួរលោកពូអ្នកមីងលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងដាដាដែលជាអ្នកស្រាវជ្រាវរឿងរ៉ាវសិល្បករកវីនិពន្ធតន្ត្រីករអ្នកចម្រៀងទសវត្សរ៍ទី60ទី70និងរហូតដល់ទសវត្សរ៍ទី80ទី90បានវិលមកជួបបងប្អូនលោកពូអ្នកមីងសារជាថ្មីទៀតហើយក្នុងឱកាសនេះផងដែរខ្ញុំបាទសូមលើកយកនៅរឿងរ៉ាវរបស់អ្នកចម្រៀងទសវត្សរ៍ទី80និងទី90មួយរូបទៀតមកបង្ហាញជូនហើយជឿជាក់ថាបងប្អូនលោកពូអ្នកមីងនិងបងប្អូនយុវជនយុវតីទាំងអស់ក៏ជក់ចិត្តទៅតាមសាច់រឿងដែលខ្ញុំបានអត្ថាធិប្បាយនេះផងដែរសូមបញ្ជាក់ថានៅក្នុង Channel YouTube នេះចាប់ពីពេលនេះតទៅគឺខ្ញុំនឹងបង្ហាញនៅរឿងរ៉ាវរបស់អ្នកចម្រៀងទសវត្សរ៍ទី80មួយខ្សែតែម្ដងតាំងពីរឿងរ៉ាវលោកកែវសារ៉ាត់លោកឈួយសុភាពលោកប៊ុនច័ន្ទថនលោកហួរឡាវីលោកនូសិបហើយនិងអ្នកចម្រៀងផ្សេងជាច្រើនទៀតហើយក្នុងឱកាសនេះយើងនឹងបានស្ដាប់នៅរឿងរ៉ាវរបស់ម្ចាស់បទដងស្ទឹងលវ៉ែលវាសនាអ្នកនេសាទនិងបងស្រឡាញ់តែអូនអ្នកណាគេបានគឺលោកនីសាលឿនដែលគាត់ទើបតែចែកឋានកាលពីប្រហែលឆ្នាំមុននេះទីហើយជឿជាក់ថាបងប្អូនលោកពូអ្នកមីងទាំងអស់នឹងជក់ចិត្តតាមអ្វីដែលខ្ញុំបានលើកឡើងអំពីលោកនីសាលឿនម្ចាស់បទដងស្ទឹងលវ៉ែលទាំងអស់គ្នាតោះសូមជួយស្ដាប់ទាំងអស់គ្នាដោយយកចិត្តទុកដាក់ហើយសូមជួយចុច Subscribe ឲ្យម្នាក់មួយផងបាទតោះសូមអញ្ជើញនាទីប្រវត្តិសិល្បករខ្មែរដងស្ទឹងលវ៉ាលដាល់ខ្ញុំទៅដល់ឱកាសនេះនាទីប្រវត្តិសិល្បករខ្មែរបានវិលមកជួបអ្នកទាំងអស់គ្នាសារជាថ្មីទៀតហើយសម្រាប់ថ្ងៃនេះខ្ញុំបាទសេងតារាអ្នកស្រាវជ្រាវប្រវត្តិកវីនិពន្ធតន្ត្រីករនិងអ្នកចម្រៀងជើងចាស់សូមនាំអារម្មណ៍លោកអ្នកស្ដាប់មកតាមដានប្រវត្តិរបស់អ្នកចម្រៀងទសវត្សរ៍ទី80និង90ដ៏ល្បីល្បាញម្នាក់នោះគឺលោកនីសាលឿនបន្ទាប់ពីមរណភាពរបស់លោកកែវសារ៉ាត់ក្នុងឆ្នាំ1991នៅសហរដ្ឋអាមេរិកឈ្មោះលោកនីសាលឿនត្រូវបានគេចាប់ផ្ដើមស្គាល់យ៉ាងទូលំទូលាយគឺមានប្រជាប្រិយភាពប្រហែលលោកឈួយសុភាពនិងលោកពៅហ៊ុនជាដើមនេះបើនិយាយពីអ្នកចម្រៀងនៅឯនាយសមុទ្រដូចគ្នាហើយបើនិយាយពីសិល្បករចម្រៀងនៅកម្ពុជាដែលល្បីឈ្មោះដំណើរគ្នានាចំនួនទសវត្សរ៍ទី90នោះរួមមានលោកប៊ុនច័ន្ទថនលោកនូសិបលោកហួរឡាវីលោកគង់ឌីណាលោកគង់វ៉ាណាលោកព្រំស៊ីវុធីលោកណយវ៉ាណេតនិងលោកឡៅសរិទ្ធជាដើមឡាក់ចំពោះលោកនីសាលឿនអ្នកស្ដាប់ទូទៅបានស្គាល់ឈ្មោះលោកច្បាស់ក្រោយពីដែលលោកចេញបទបុប្ផាដងស្ទឹងលវ៉ែលបំណាច់ស្រឡាញ់និងបទបងស្រឡាញ់តាអូនជាដើមរូបបងនៅឆ្ងាយ CD ចម្រៀងរបស់លោកនីសាលឿនត្រូវបានបញ្ជូនពីអាមេរិកមកលក់នៅស្រុកខ្មែរយ៉ាងច្រើនគឺស្របគ្នានឹងចម្រៀងលោកឈួយសុភាពនិងលោកកែវសារ៉ាត់ផងដែរបើគេចាំមិនភ្លេចទីគ្រានោះតាមរយៈរលកវិទ្យុជាតិកម្ពុជា AM និងវិទ្យុ FM 90 MHz ដែលជាវិទ្យុប្រព័ន្ធ FM ដែលបើកដំណើរការមុនគេនៅស្រុកខ្មែរកាលពីជំនាន់នោះក្នុងនេតិសំណុំពរចម្រៀងតាមលិខិតគេឧស្សាហ៍លឺអ្នកស្ដាប់សំណុំពរបទចម្រៀងរបស់លោកនីសាលឿនដែលយើងរៀបរាប់ចំណងជើងនេះខ្លាំងណាស់គឺបទបុប្ផាដងស្ទឹងលវ៉ែលវាសនាអ្នកនេសាទនិងបទបំណាច់ស្រឡាញ់ជាដើមនោះនិយាយរួមឈ្មោះលោកនីសាលឿនគឺល្បីពេញមួយទសវត្សរ៍ទី90នោះមែនទែនប៉ុន្តែក្រោយមកចាប់ពីអំឡុងឆ្នាំ2000រហូតមកដល់ថ្ងៃលោកទទួលមរណភាពនៅឆ្នាំ2020គេពុំឃើញមានចម្រៀងលោកថ្មីចេញវល់ជា CD នៅលើទីផ្សារឡើយរីឯអ្នកចម្រៀងផ្សេងនៅសហរដ្ឋអាមេរិកនោះដូចជាលោកឈួយសុភាពអ្នកស្រីសុងសេងហ៊ុនលោករមរឿនលោកពៅហ៊ុនលោកថឹងស៊ុននិងលោកតឹងភិរមជាដើមក៏បានផ្អាកសកម្មភាពខាងសិល្បៈដំណាលគ្នាក្នុងគ្រានោះរហូតមកដល់សប្តាហ៍ថ្ងៃផងដែរបុប្ផាលវ៉ែលរៀមសូមផ្ញើស្នេហ៍និយាយពីលោកនីសាលឿនរហូតទាល់តែមកដល់ថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2020ស្រាប់តែគេឃើញមានព័ត៌មានបង្ហោះថាលោកទទួលមរណភាពទើបបានធ្វើឲ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពិសេសក្នុងមជ្ឈដ្ឋានអ្នកនិយមស្ដាប់ចម្រៀងរបស់លោកក៏ដូចជាសិល្បករសិល្បករនីទូទៅហ
ហើយប្រការនេះក៏ជាហេតុធ្វើឲ្យខ្ញុំបាទនឹកឃើញសរសេរអំពីប្រវត្តិរបស់លោកផងដែរដែលពីមុនមកខ្ញុំពុំទាន់មានគម្រោងសរសេរប្រវត្តិរបស់លោកទីព្រោះយល់ឃើញថាលោកនៅវ័យក្មេងដែលមិនគួរទទួលមរណភាពយ៉ាងលឿនដូចនេះសោះម្យ៉ាងទៀតគឺដោយសារតែខ្ញុំពុំដែលមានឱកាសបានជួបលោកម្ដងសោះដើម្បីសម្ភាសប្រវត្តិនិងស្នាដៃរបស់លោករីឯចំពោះប្រវត្តិរបស់លោកដែលខ្ញុំយកមកអត្ថាធិប្បាយនេះគឺខ្ញុំបានដកស្រង់ចេញពីបទសម្ភាសដែលលោកបានផ្ដល់បទសម្ភាសជាមួយទូរទស្សន៍ខ្មែរអនឡាញនៅអូស្ត្រាលីលោកនីសលឿនកើតក្នុងគ្រួសារកសិករមួយនៅអំឡុងឆ្នាំ1965នៅភូមិអន្លង់លាវាឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបងចំនួននោះគ្រួសាររបស់លោកក្រីក្រណាស់កាលនៅវ័យកុមារក្នុងសម័យលន់នល់ទសវត្សរ៍ទី70ខណៈលោកមិនទាន់រៀនសូត្រជាអក្សរច្បាស់លាស់ផងស្រាប់តែប្រទេសជាតិធ្លាក់ចូលក្នុងរបបបល្ល័ង្កពូជសាសន៍ខ្មែរក្រហមតែម្ដងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អនឡាញខ្មែរនៅអូស្ត្រាលីលោកនីសលឿនបានរៀបរាប់ថាកាលក្នុងរបបប៉ុលពតឬរបបខ្មែរក្រហមលោកទើបនៅមានវ័យប្រមាណ10ឆ្នាំប៉ុណ្ណោះមិនទាន់ចងចាំអ្វីច្រើនទីសូម្បីតែឈ្មោះភូមិកំណើតរបស់លោកក៏លោកចងចាំស្រពេចស្រពិលដែររីឯចំពោះការលំបាកក្នុងសម័យប៉ុលពតនោះគ្មានអ្វីបរិយាយឲ្យស្មើបានទីគឺវេទនាដូចឋាននរកប៉ុន្តែដោយសារជីវិតលោកមិនទាន់អស់លោកបានរស់រួចផុតពីរបបខ្មៅងងឹតនេះទាំងប្រផិតប្រផើយជាមួយសាច់ញាតិរបស់លោកមួយចំនួនបងស្រឡាញ់តែអូក្រោយថ្ងៃរំដោះឆ្នាំ1979លោកនិងសាច់ញាតិដែលនៅសល់ជីវិតពីរបបបិសាចខ្មែរក្រហមមិនហ៊ាននៅស្រុកខ្មែរទៀតឡើយគឺនាំគ្នារត់ភៀសខ្លួនទៅព្រំដែនខ្មែរថៃដើម្បីគេចពីសង្គ្រាមព្រោះត្បិតតែរបបខ្មែរក្រហមបានដួលរលំតែពួកខ្មែរក្រហមមិនទាន់រលាយទាំងស្រុងឡើយសង្គ្រាមនៅតែមានបន្តនោះគឺការច្បាំងរវាងពួកខ្មែរក្រហមជាមួយកងទ័ពរបបថ្មីនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាក្រោមការជ្រោមជ្រែងទំនុកបំរុងពីទាហានវៀតណាមជាពិសេសនៅខេត្តបៃលិនឧត្តរមានជ័យនិងបាត់ដំបងជាដើមពួកខ្មែរក្រហមបានរត់ទៅប្រមូលផ្ដុំគ្នានៅទីនោះដោយយកតំបន់ខ្លះនៃខេត្តទាំងនេះធ្វើជាទីតាំងឈរជើងធ្វើសង្គ្រាមតទល់គ្នាជាមួយទាហានវៀតណាមយ៉ាងក្តៅគគុកបងស្រឡាញ់ស្រីស្មោះមកដល់ជំរំខ្មែរថៃលោកបានទៅរស់នៅចល័តពីជំរំមួយទៅជំរំមួយដូចជាជំរំខៅអ៊ីដាងជំរំកម្ពុជានិងជំរំឈុនបូរីជាដើមនៅទីនោះលោកក៏មិនសូវបានរៀនសូត្រជាប់លាប់ដែរព្រោះតែជីវភាពលំបាកហូបមិនគ្រប់គ្រាន់ដូច្នេះក៏ចេះតែទៅតាមគេតាមឯងរត់ពន្ធអីវ៉ាន់ផ្សេងដើម្បីរកលុយចិញ្ចឹមជីវិតជាមួយគ្រួសារក្រោយមកនៅអំឡុងចុងឆ្នាំ1981លោកនិងគ្រួសារក៏មានឈ្មោះទៅរស់នៅឯសហរដ្ឋអាមេរិកតែមុននឹងចេញទៅអាមេរិកគេបញ្ជូនលោកនិងគ្រួសារទៅរស់នៅឯប្រទេសឥណ្ឌូនេស៊ីប្រហែល1ឆ្នាំរហូតដល់ដើមឆ្នាំ1982ទើបបានចេញទៅសហរដ្ឋអាមេរិកដោយរស់នៅក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ានិយាយទៅលោកនីសលឿនបានទៅរស់នៅជំរុំនិងចេញទៅសហរដ្ឋអាមេរិកក្នុងពេលសបាល់គ្នាជាមួយលោកកែវសារ៉ាត់ផងដែរកាលនោះអ្នកដែលធានាលោកនិងគ្រួសាររបស់លោកទៅដល់អាមេរិកគឺជាតារបស់លោកដែលបានភៀសខ្លួនទៅអាមេរិកតាំងពីឆ្នាំ1975ម្លេះគឺនៅពេលដែលដឹងថារបបលន់នល់ជិតដួលរលំនោះទេវតាចាត់ថាស្រីគូនឹងមកដល់ក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាលោកពុំទាន់មានការងារអ្វីធំដុំទីណាមួយមិនទាន់ចេះភាសាអង់គ្លេសផងដូច្នេះត្រូវចំណាយពេលរៀនភាសាគីសិនរីឯជីវភាពរស់នៅគឺក្រោមការទំនុកបំរុងពីជីតានិងរដ្ឋាភិបាលអាមេរិកទាំងស្រុងចិនសន្សំខំប្រឹងស្រឡាញ់និស័យសិល្បៈរៀមសុខចិត្តចាញ់ព្រមស្នេហានិយាយអំពីសិល្បៈលោកនីសលឿនបានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍នោះថាលោកមាននិស័យចូលចិត្តចម្រៀងតាំងពីនៅក្មេងពិសេសគឺសម្លេងលោកស៊ីនស៊ីសមុទ្រតែម្ដងកាលពីក្មេងគ្រានៅស្រុកកំណើតឯបាត់ដំបងនោះលោកចូលចិត្តទៅមើលគេលេងភ្លេងអកេសមើលគេវាយស្គរនិងលេងឧបករណ៍ភ្លេងផ្សេងហើយក្នុងចិត្តតែងតែគិតសម័យចង់ច្រៀងដូចគេនិងមានឧបករណ៍ភ្លេងទាំងនោះមកលេងដូចគេដែរប៉ុន្តែជីវភាពក្រីក្រគ្មានរំពឹងថានឹងមានលុយទិញឧបករណ៍ភ្លេងទាំងនោះមកលេងដូចគេឡើយម្យ៉ាងទៀតគ្រានោះលោកគ្មានគិតដល់ថាជីវិតនឹងប្រែប្រួលប្រទេសជាតិកលាប់ចាក់ធ្លាក់ក្នុងភ្លើងសង្គ្រាមហើយត្រូវភៀសខ្លួនមករស់នៅអាមេរិកដែលជាប្រទេសមហាអំណាចផុតគីលើផែនដីនេះទីសូមឲ្យតាអូនព្រមប្រណីនិយាយអំពីយុវវ័យនៅអាមេរិកពេលលោករស់នៅក្នុងក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាលោកបានទិញកាសែតចម្រៀងលោកស៊ីនស៊ីសមុទ្រជាច្រើនទុកចាក់ស្ដាប់មិនថានៅផ្ទះឬពេលបើកឡានលោកចាក់ស្ដាប់ជានិច្ចលោកចេះចាំចម្រៀងលោកស៊ីនស៊ីសមុទ្រច្រើនណាស់និងបានពូលសរសើរនៅទឹកដមសម្លេងរបស់លោកស៊ីនស៊ីសមុទ្រ
ថាជាសម្លេងមាសដ៏អស្ចារ្យគ្មានអ្នកប្រដូចឬមិនអាចរកពាក្យអ្វីមកនិយាយឲ្យអស់ឡើយដោយសារទឹកដមសម្លេងមាសនៃអ្នកចម្រៀងឯកទសវត្សរ៍ទី60និងទី70នេះហើយដែលជំរុញលោកឲ្យមានកម្លាំងចិត្តនិងបំណងដ៏មុតមាំចង់ក្លាយជាអ្នកចម្រៀងលោកខំហាត់ច្រៀងតាមនិងបច្ចេកទេសបត់បែនចុះឡើងតាមចង្វាក់បទនីមួយៗរបស់លោកស៊ីនស៊ីសមុទ្រនិងរៀនបង្កើតស្ទាយច្រៀងដោយខ្លួនឯងបន្ថែមផងដែរចៅទូកនេសាទកណ្ដាលអាធិតលើការឈានចូលក្នុងអាជីពសិល្បៈក្រោមពលឺចន្ទថ្លានឹកឃើញតាមរយៈការខិតខំបូកផ្សំនឹងទឹកដមសម្លេងពីរោះពីកំណើតផងនាំឲ្យលោកបានសម្រេចនូវបំណងក្លាយជាអ្នកចម្រៀងតាមបំណងប្រាថ្នានៅអំឡុងពាក់កណ្ដាលទសវត្សរ៍ទី80គឺអំឡុងឆ្នាំ1986-87ចំពោះការឈានចូលក្នុងវិស័យសិល្បៈនេះកាលនោះគឺតាមរយៈមិត្តភ័ក្តិលោកម្នាក់ឈ្មោះហៃវ៉ាណាដែលជាក្មួយរបស់លោកទីលំគុណអតីតផលិតករភាពយន្តតារារដ្ឋកាលពីទសវត្សរ៍ទី60និងទី70កាលនោះលោកហៃវ៉ាណាបានប្រមូលមិត្តភ័ក្តិមួយចំនួនដែលមាននិស្ស័យសិល្បៈដូចគ្នាមកបង្កើតផលិតកម្មមួយដោយផលិតជាចម្រៀងកាយវិការខារ៉ាអូខេគ្រានោះហើយដែលលោកនីសលឿនបានបញ្ចេញទាំងសម្លេងនិងកាយវិការសម្ដែងនៅក្នុងខារ៉ាអូខេនៅបទចម្រៀងដែលលោកបានច្រៀងនានាមកដល់ត្រង់នេះលោកនីសលឿនរំលឹកឡើងវិញថាកាលនោះលោកជាមនុស្សអៀនខ្មាស់ច្រើនមិនចូលចិត្តចង់បង្ហាញមុខឬសម្ដែងកាយវិការក្នុងចម្រៀងខារ៉ាអូខេទីទើបលោកក៏ប្រឹងសម្ដែងទាំងការខ្មាស់អៀនតែក្រោយមកក៏คล้ายទៅជាទម្លាប់តែលោកនៅតែមានប្រសាសន៍ដដែលថាលោកចូលចិត្តច្រៀងជាងការសម្ដែងបទចម្រៀងដែលលោកបានច្រៀងដំបូងដើម្បីផលិតជាចម្រៀងខារ៉ាអូខេរួមមានដូចជាបទទឹកជ្រោះធ្លាក់លើថ្មទឹកសមុទ្រនិងស្នេហ៍ក្នុងសបិនជាដើមឡាក់ដែលកាលនោះចម្រៀងកាយវិការមាន2វល់គឺវល់ទី1ឈ្មោះទឹកជ្រោះធ្លាក់លើថ្មនិងវល់ទី2ឈ្មោះអូអូយេយេបងសូមលាស្រីលាទាំងអាឡ័យលាស្នេហ៍បរិសុទ្ធយ៉ាងណាក៏ដោយការចូលប្រឡូកក្នុងសិល្បៈគ្រានោះគឺបទចម្រៀងនានាដែលលោកច្រៀងដើម្បីធ្វើជាចម្រៀងកាយវិការប៉ុណ្ណោះមិនមែនជាចម្រៀងចេញវល់ជា CD MP3 ដោយទសវត្សរ៍ទី90នោះទេខ្ញុំខកចិត្តបេះដូងពើផ្សាររហូតមកដល់ឆ្នាំ1991គឺឆ្នាំដែលលោកកែវសរ៉ាត់ស្លាប់នោះទើបលោកនិងមិត្តភ័ក្តិបានរួមគ្នាផលិតចម្រៀងដាក់ CD ជាផ្លូវការជាវល់លក់លើទីផ្សារតែម្ដងតាមការរៀបរាប់របស់លោកនីសលឿនដែលសម្ភាសជាមួយ TV អនឡាញខ្មែរនៅអូស្ត្រាលីនៅឆ្នាំ2020មុនលោកទទួលមរណភាពនោះលោកបានរំលឹកវល់ចម្រៀងនីមួយៗទាំងនោះថាឆ្នាំ1991ចេញវល់ CD បងស្រឡាញ់តើអូនដែលក្នុងនោះមានចម្រៀងជាង10បទឆ្នាំ1992លោកចេញវល់ CD ចម្រៀងបុប្ផាដងស្ទឹងលវែលដែលមានចម្រៀងជាង10បទផងដែរឆ្នាំ1993ចេញវល់ CD វាសនាអ្នកនេសាទចំពោះ CD វល់វាសនាអ្នកនេសាទលោកនេះសលឿនរំលឹកថាកាលនោះលោកផលិតដោយចូលហ៊ុនគ្នាជាមួយលោកពៅហ៊ុនដោយបទមួយចំនួនលោកពៅហ៊ុនបានទិញពីអ្នកចម្រៀងពីប្រទេសកម្ពុជាយកទៅដាក់បញ្ចូលនៅក្នុងវល់នោះរីឯចំពោះបទវាសនាអ្នកនេសាទពេលយកទៅថតជាចម្រៀងខារ៉ាអូខេលោកបានច្រៀងឡើងវិញម្ដងទៀតទើបមានការកែពាក្យពេចន៍ឬទំនុកច្រៀងខ្លះដូចជាត្រង់បង្ហូរទឹកភ្នែកស្ដាយរូបសង្សារបានបដូរទៅជាសម្រក់ទឹកភ្នែកស្ដាយរូបសង្សារទៅវិញចៅទូកនេសាទកណ្ដាលអាធិតលើផ្ទៃជលសាហើយចាប់ពីឆ្នាំ1994 1995និងឆ្នាំជាបន្តបន្ទាប់លោកក៏បានចេញវល់ចម្រៀង CD ជាហូរហែទៀតគឺរហូតទាល់តែមកដល់ឆ្នាំ2000ទើបលោកសម្រាកពីសិល្បៈទាំងស្រុងដងស្ទឹងលវ៉ាដែលខ្ញុំទៅដល់រហូតតតែមកដល់ឆ្នាំ2020គឺមុនលោកទទួលមរណភាពទើបលោកនឹកឃើញផលិតចម្រៀងថ្មីមួយឡើងវិញប៉ុន្តែមិនមែនជាចម្រៀងផលិតដាក់ CD ចេញលក់លើទីផ្សារដោយទសវត្សរ៍ទី90ទេគឺច្រៀងបង្ហោះលើ YouTube ប៉ុណ្ណោះជួនកាលបទខ្លះលោកនិពន្ធឲ្យខ្លួនឯងរីឯបទមួយចំនួនទៀតគឺអ្នកស្ដាប់ដែលស្រឡាញ់សម្លេងលោកនិពន្ធឲ្យលោកច្រៀងដើម្បីទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះចំពោះអ្នកនិពន្ធដែលតែងចម្រៀងឲ្យលោកច្រៀងកាលពីទសវត្សរ៍ទី90នោះគឺភាគច្រើនជាមិត្តភ័ក្តិរបស់លោកដូចជាលោកមីស៊ីថុលលោកប្រៃសត្យាលោកនាងសវណ្ណលោកជុំផាណូហើយលោកខ្លួនឯងក៏និពន្ធបានចម្រៀងជាច្រើនផងដែរតាវីកំពូលដួងចិត្តចំពោះចម្រៀងនេះដដែលលោកនេះសលឿនបញ្ជាក់ថាការនៅរូបលោកនិងមិត្តភ័ក្តិទាំងឡាយភាគច្រើនគឺនិពន្ធបទថ្មីទាំងអស់គឺទាំងបទភ្លេងនិងទំនុកច្រៀងមិនសូវយកចម្រៀងចំនួនដើមមកច្រៀងឡើងវិញឬយកបទភ្លេងចាស់មកតែងទំនុកច្រៀងថ្មីទេតែក្រោយមកមានផលិតកម្មនានានៅអាមេរិកដែលផលិតជាចម្រៀងខារ៉ាអូខេដូចជាផលិតកម្មផ្កាយព្រឹកផលិតកម្ម Top Laser ជាដើមគេបានបញ្ជូនលោកឲ្យច្រៀងបទចំនួនចាស់របស់លោកស៊ីនស៊ីសមុទ្រទើបលោកក៏ច្រៀងចម្រៀងទាំងនោះទៅដើម្បីឲ្យគេយកទៅធ្វើជាចម្រៀងខារ៉ាអូខេ
ត្រង់នេះលោកនេះសលឿនបញ្ជាក់ថាមិនមែនលោកមិនចង់ច្រៀងបទចម្រៀងពីដើមទេតែមកពីសម្លេងលោកស៊ីនស៊ីសមុទ្រពីរោះពេកអស្ចារ្យពេកទើបលោកអៀនខ្មាស់ខ្លួនឯងដែលច្រៀងមិនដូចនេះបង្គំតែផលិតកម្មនានាមកតាក់ទោហៅលោកទៅច្រៀងដាក់ការ៉ាអូខេម្លេះលោកមិនហ៊ានច្រៀងបទចម្រៀងរបស់លោកស៊ីនស៊ីសមុទ្រដាក់ CD ទេយ៉ាងណាក៏ដោយអ្វីបើលោកប្រឡូកក្នុងសិល្បៈជាង10ឆ្នាំហើយមានកេរ្តិ៍ឈ្មោះល្បីយ៉ាងណាក្តីប៉ុន្តែលោកលើកឡើងថាកាលនោះលោកច្រៀងដាក់ CD ដោយសារតែស្រឡាញ់សិល្បៈតាំងពីក្មេងមកប៉ុណ្ណោះមិនមែនគិតថាខ្លួនឯងច្រៀងបែបអាជីពឡើយហើយនៅពេលច្រៀងទៅចេះតែមានការគាំទ្រលោកក៏ចេះតែបន្តធ្វើរហូតមកដល់លោកផ្អាកទាំងស្រុងនៅឆ្នាំ2000នោះឯងជាសរុបចម្រៀងដែលលោកនីសលឿនច្រៀងតាំងពីអំឡុងឆ្នាំ1986រហូតដល់ឆ្នាំ2000និងច្រៀងចុងក្រោយនៅឆ្នាំ2020មុនពេលដែលលោកទទួលមរណភាពមានច្រើនណាស់ដែលក្នុងនោះរួមមានដូចជាបទទឹកសមុទ្រថតឆ្នាំ1987បទស្នេហ៍ក្នុងសុបិននិពន្ធទំនុកច្រៀងដោយលោកនាងសវណ្ណថតនៅថ្ងៃទី10ខែតុលាឆ្នាំ1988នៅទីក្រុងរីវីរដ្ឋ Massachusetts សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយក្នុងចំណោមចម្រៀងទាំងនោះបទល្បីៗដែលគេចងចាំនិងស្គាល់ច្រើនជាងគេរួមមានដូចជាបទបងស្រឡាញ់តែអូនបុប្ផាដងស្ទឹងលវែលវាសនាអ្នកនេសាទបំណាច់ស្រឡាញ់ដួងច័ន្ទដួងចិត្តអូននឹកបងទីចំបៃខេត្តកំពង់ចាមសម្រស់នារីខ្មែរស្នេហ៍ក្នុងសុបិនដាវីកំពូលដួងចិត្តស្អប់ណាស់ជាងឡានផ្កាកុលាបសនិងស្ទឹងសម្ងាត់ជាដើមបងឃ្លាតឆ្ងាយតែឥតឡើយចិត្តប្រានឃ្លាតពិននិយាយពីអ្នកចម្រៀងស្រីដែលច្រៀងជាមួយលោកនីសលឿនមានដូចជាអ្នកស្រីហៀងម៉ូលីណាអ្នកស្រីឆោមឆវិននិងដៃគូអ្នកចម្រៀងស្រីល្បីៗមួយចំនួនទៀតនៅអាមេរិកនោះប្រវត្តិស្នេហានៅក្នុងបទសម្ភាសន៍ជាមួយ TV អនឡាញខ្មែរនៅអូស្ត្រាលីនោះលោកនីសលឿនរៀបរាប់ថាលោកបានស្គាល់អនាគតភរិយារបស់លោកដំបូងក្នុងអំឡុងឆ្នាំ1985-86គឺគ្រាដែលលោកចូលសិល្បៈដំបូងអនាគតភរិយារបស់លោកនេះឈ្មោះធីតាជាតារាសម្ដែងក្នុងចម្រៀងកាយវិការជាមួយលោកផងដែរដូចជាបទរំដួលស្ទឹងសង្កែជាដើមប៉ុន្តែតតែរយៈពេលជិត10ឆ្នាំក្រោយមកគឺអំឡុងប្រហែលឆ្នាំ1995ទើបលោកនិងនាងបានរៀបការជាមួយគ្នាហើយបង្កើតបានកូន3នាក់អូដាវីកំពូលហារតេជាការបញ្ជាក់ឡើងវិញលោកនីសលឿនរស់នៅក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាចាប់តាំងពីលោកភៀសខ្លួនពីជំរំនេះដើមទសវត្សរ៍ទី80រហូតដល់ឆ្នាំ2011ហើយចាប់ពីឆ្នាំ2011មកលោកនិងគ្រួសារក៏បានផ្លាស់មករស់នៅរដ្ឋវ៉ាស៊ីនតោនវិញរហូតដល់ថ្ងៃដែលលោកទទួលមរណភាពនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2020ក្នុងវ័យ54ឆ្នាំដោយជំងឺថ្លើមនោះតែម្ដងអូននឹកបងទេណាឆោមឈវីបាទលោកអ្នកស្ដាប់ជាទីរាប់អានយ៉ាងម៉េចដែរក្រោយពីដែលបានស្ដាប់នៅប្រវត្តិទាំងស្រុងរបស់លោកនីសលឿនបាទជឿជាក់ថាតាមរយៈការរៀបរាប់របស់ខ្ញុំបាទសេងតារារយៈពេលជាយូរមកនេះលោកអ្នកស្ដាប់ទាំងឡាយប្រកាសជាកំពុងតែជក់ចិត្តនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានស្ដាប់ប្រវត្តិរបស់អ្នកចម្រៀងទសវត្សរ៍ទី80និង90រូបនេះបាទជាការពិតយើងធ្លាប់តែបានស្ដាប់នៅចម្រៀងដ៏ពិរោះរបស់លោកដូចជាបទបុប្ផាដងស្ទឹងលវែលវាសនាអ្នកនេសាទបងស្រឡាញ់តាអូនដាវីកំពូលដួងចិត្តដួងច័ន្ទដួងចិត្តចំបៃខេត្តកំពង់ចាមស្នេហ៍ក្នុងសុបិននិងផ្កាកុលាបសជាដើមតែយើងមិនដែលបានដឹងប្រវត្តិរបស់គាត់ទេហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាដែលជាអ្នកស្រឡាញ់សម្លេងលោកនីសលឿនប្រកាសជាសោកស្ដាយដូចគ្នានៅពេលដែលបានឮដំណឹងអំពីមរណភាពរបស់លោកនីសលឿនកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2020កន្លងទៅគឺទើបតែមានអាយុ54ឆ្នាំប៉ុណ្ណោះគឺលោកកើតនៅក្នុងឆ្នាំ1965នៅស្រុកបាណន់ខេត្តបាត់ដំបងប៉ុន្តែយ៉ាងណាក៏ដោយទូកទៅកំពុងនៅរូបកាយរបស់លោកបានរលាយបាត់ពីផែនដីនេះទៅក៏ពិតមែនប៉ុន្តែមរតកសំនៀងដែលលោកបានបន្សល់ទុកនៅតែធ្វើឲ្យយើងចងចាំមិនភ្លេចមិនថា10ឆ្នាំ20ឆ្នាំ100ឆ្នាំឬ1000ឆ្នាំទៅមុខហើយឱកាសក្រោយខ្ញុំបាទសេងតារានឹងនាំយកប្រវត្តិរបស់អ្នកចម្រៀងយើងផ្សេងទៀតមកអត្ថាធិប្បាយជូនជាបន្តបាទខ្ញុំបាទសេងតារាសូមគោរពលាតែប៉ុណ្ណេះបងនឹកអូនណាស់ណាម្ចាំងជីវិត